បញ្ចាំគ្នាអ្នកណាចេះអ្វីធ្វើនឹងសាមគ្គីគ្នាទៅជាតិយើងរឹងមាំសិល្បករយើងស្រស់គ្នាផ្សព្វផ្សាយស្បែកខ្មែរហើយចុះយើងជាប្រជាជនខ្មែរដូចគ្នាទៅស្ពឹកស្រពន់និងកំណាញ់ធ្វើអ្វីបើគ្រាន់តែជួយចែកចាយបន្តនិងបញ្ចេញមតិដោយមោទនភាពដើម្បីបញ្ជាក់ឲ្យអន្តរជាតិឃើញថាយើងជាម្ចាស់ពិតសួរមកខាងទៀតឥតគេខ្មាស់ចម្លងហើយមកលៀបពណ៌យើងជាម្ចាស់ដើមក៏ដោយមិនមែនអត់បានផលនោះទេតែអ្វីដែលខ្មែរយើងកំពុងតែធ្វើនេះវាបានរង្គោះរង្គើជ្រួលច្រាលដូចជាព្រះអគីទៅដុតដល់កណ្ដាលរាជធានីបាងកកព្រោះតែពួកគេទាំងនោះខ្លាចការពិតខ្លាចប្រវត្តិសាស្ត្រត្បិតអីពួកគេមិនដែលហ៊ានទទួលស្គាល់ឡើយថាពួកគេគ្រាន់តែជនជាតិខ្ចាត់ព្រួតឥតមានដូនតាដល់ថ្នាក់យកដូនតាខ្មែរបុព្វបុរសខ្មែរទៅធ្វើជាដូនតារបស់ខ្លួនផងនាពេលនេះអ្វីដែលគួរឲ្យអស់សំណើចនេះមិនរាប់ព្រះញាតិវង្សដូចជាទ្រង់នរោត្តមចេនណាបញ្ចូលផងគ្រាន់តែតារាខ្មែរសូមលើកយកមកបង្ហាញដោយសង្ខេបត្រួសមានអ្នកនាងទេពបុព្រឹកលោកជីដេវីតម្ចាស់មកុដ Miss Planet Sydney Marit ម្ចាស់មកុដ Miss Universe ឬបវរកញ្ញាចក្រវាលអ្នកនាងហ្វីយ៉ាតាក្រមុំបាត់ដំបង60 ដុល្លារពេជ្រវតីសារវទីឌីសុធារីចនសុទីម៉ានិងសុកស្រីណារួមគ្នាផ្សព្វផ្សាយសម្លៀកបំពាក់ខ្មែរអមដោយល្បែងប្រជាប្រិយបោះអង្គុញដណ្ដើមស្លឹកឈើនៅក្នុងបរិយាកាសមហាសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រុមសៀមឯណោះជ្រួលច្រាលស្លឈាមហៅគ្នាជាលក្ខណៈគ្រប់ធัวដើម្បីចូលមកព្រួតវាយប្រហារលើខ្មែរយើងជាម្ចាស់កុំតបតដោយហិង្សាឬពាក្យអសុរោះព្រោះយើងជាម្ចាស់ទៅហើយចាំបាច់អីទៅព្រុសតបតជាមួយឆ្កែកំពុងតែឈួតពលនឹងប្រវត្តិសាស្ត្រកែច្នៃដោយចុងបិចរបស់អ្នកនយោបាយថៃប៉ុន្តែត្រូវតបតដោយការបង្ហាញឲ្យពិភពលោកបានឃើញតាមរយៈការចែកចាយការគ្រប់គ្រងនិងការបញ្ចេញមតិប្រកបដោយមោទនភាពការការពារមរតកដូនតាមិនមែនជារឿងរបស់សិល្បករឬបុគ្គលណាម្នាក់ឡើយប៉ុន្តែវាជាកាតព្វកិច្ចរួមរបស់កូនខ្មែរគ្រប់រូបភស្តុតាងដែលបានចារទុកលើថ្មប្រាសាទចម្លាក់និងសូម្បីតែក្នុងវចនានុក្រមរបស់ប្រទេសជិតខាងផ្ទាល់សុទ្ធតែជាសក្ខីកម្មមិនអាចកែប្រែបានថាស្បៃនិងអត្តសញ្ញាណជាតិខ្មែរគឺមានឫសគល់ចេញពីទឹកដីសុវណ្ណភូមិនៃប្រទេសខ្មែរយើងការដែលភាគីម្ខាងទៀតមានភាពជ្រួលច្រាលនិងព្យាយាមវាយប្រហារលើសិល្បករខ្មែរវាកាន់តែបញ្ជាក់ឲ្យឃើញថាការពិតគឺជាអាវុធដ៏គួរឲ្យខ្លាចបំផុតសម្រាប់អ្នកដែលព្យាយាមបំផ្លាញប្រវត្តិសាស្ត្រការរួបរวมគ្នានៅពេលនេះមិនត្រឹមតែដើម្បីការពារអ្វីដែលយើងមានប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីកសាងគ្រឹះដ៏រឹងមាំសម្រាប់កូនចៅខ្មែរជំនាន់ក្រោយឲ្យពួកគេអាចងើបមុខឡើងដោយមោទនភាពថាយើងគឺជាកូនចៅខ្មែរជំនាន់ក្រោយអ្នកកសាងប្រាសាទអង្គរដែលមានអរិយធម៌ដ៏ឧត្តមឧត្តមនិងគ្មានថ្ងៃរលត់សូន្យឡើយ